rồi nhôm này ở đầu cà địch po đầu cà địch đầu nông đầm bòn Krong Windsor ខេត្ត Ontario កាណាដាpoហើយនេះបរិវេណខាងជំហៀងpoខាងក្រោយវត្តកាមេរ៉ាខ្មែរ Windsor ក្រុង Windsor po ទីកាណាដាឥឡូវនេះគឺឃើញថាផ្កា Dandelion po Dandelion ពីស្គូស្គីតែម្ដងនេះស្អាតស្រស់បំប្រងតែម្ដងនេះ Dandelion ចាប់ផ្ដើមរីកpo នេះត្រូវភ្លៀងតថ្ងៃរីកស្គីតែម្ដងបើនឹងឃើញថាស្រស់នេះស្រស់បំប្រងស្រស់តកាលឡើងស្អាតតែម្ដងនេះពណ៌ឡើងលឿងpoលឿងល្អុកនេះស្អាត Dandelion គេហៅដើមនេះគេមិញតោខាងជប៉ុនខាងអីណាគេហៅដើមថ្មិញតោថ្មិញអីមិនគេនោះpoហៅផ្កាលឿងលឿងសង់លេ Dandelion po Dandelion ការពណ៌លឿងលឿងដើមរដូវផ្ការីកអត់ដើមរដូវផ្ការីកចាប់ដើមនេះចាប់ដើមរីកpoចាប់ដើមស្រិចមុនដំបូងតបពីបានមួយសាកាត់ស្មៅមួយសាពីសាទៅបានចាប់ដើមនេះវិញចាប់ដើមលែងរីកលែងមានផ្កាសល់ដើមវាអញ្ចឹងវគ្គដំបូងហ្នឹងគឺវាផ្កាច្រើនហុយតែម្ដងហុយព្រាតពេញហ្នឹងផ្កាវាហុយចូលច្រមុះចូលអីយើងពេញតែម្ដងនេះក្រាស់នេះតំបន់នេះផ្កាវាស្អាតកន្លែងខ្លះគេបាញ់ថ្នាំគេអត់ឲ្យមានតំបន់ខ្លះគេបាញ់ថ្នាំកុំឲ្យវាដុះpoគេថាគេអត់សូវចូលចិត្តអាដើមហ្នឹងការហ្នឹងpoទៅពេលយើងនេះតាមធម្មជាតិមកនេះលក្ខណៈធម្មជាតិគឺយើងការមិនការអត់អីpoសាមញ្ញនេះស្មាញ់ធម្មតានេះច្រើនហ្នឹងពេញទាំងអស់ហ្នឹងព្រាតនេះឡើងក្រាស់ហ្មងនេះមិនតិចការនេះច្រើនpoការនេះច្រើនមែនតើតែម្ដងនេះទៅចេះមកបរិវេណជាវត្តហ្នឹងពេញនឹងអត់តែម្ដងpoការវាច្រើនឡើងលឿងអុកតែម្ដងនេះខាង farm នេះគេភាគច្រើនគេបាញ់ថ្នាំអត់ឲ្យមាននេះប៉ុន្តែនៅតែមានគេហើអានឹងក្របផ្កាវាហ្នឹងហើតែហ្មងហើទៅក្របវាផ្កាវាហើពេញតែម្ដងនេះបរិវេណខាងក្រោយវត្ត Windsor យើងនេះpoកំណាខ្មែរ Windsor យើងនេះពេញតែម្ដងpoឃើញថារីកស្គូស្គីតែម្ដងនេះស្គីចាំមើលថ្ងៃល្ងាចតិចតែរីកនេះទៀតក្តៅឲ្យតែក្តៅត្រូវតំបន់ណាឲ្យតែក្តៅដឹងថាស្រស់នេះចាប់ដើមនេះអូឡើងលឿងល្អមកនេះពីនេះទៅនេះលឿងអុកលឿងស្អាតpoថតវិញឡើងស្រស់បំប្រងតែម្ដងនេះជាមួយចាំថតទូកនឹងស្អាតហ្មងនេះផុសពីផុសនៅកណ្ដាលនេះហ្មងផុសនៅកណ្ដាលវាលនេះតំបន់យើងស្លាស់ល្អអញ្ចឹងទៅវាស្អាតក៏ឃើញវត្តយើងផុសអណ្ដែតហ្មងនេះអណ្ដែតត្រសែតតែម្ដងស្អាត Dandelion ជាមួយនឹង Dandelion ដល់លឿងស្រស់បំប្រងប្រងតែម្ដងគឺស្រស់ស្អាតនេះរឿងទាំងអស់នេះគេធ្វើតែភាគច្រើនគេថាដើមឆ្នាំហ្នឹងល្អគេជីកយកមើមវាគេអ្នកខ្លះគេយកធ្វើតែគេយកមើមទៅគេយកហាលថ្ងៃឲ្យស្វិតទៅធ្វើតែអ្នកខ្លះគេយកផ្កានេះគេយកផ្កាហ្នឹងគេដាក់ត្រាំទឹកឃ្មុំគេត្រាំជាមួយនឹងដាក់កែវចាក់ទឹកឃ្មុំចូលទៅម្ដងមកគេដែរមួយយ៉ាងដែរទីសាសរបស់គេសិតតែមានវិធីសាស្ត្រច្នៃប្រឌិតនេះលឿងតែម្ដងស្អាត
ស្រស់បំប្រងស្រស់បំប្រងស្រស់ត្រកាលនេះរដូវផ្ការិចក្នុងទឹកដីតំបន់ក្រុង Windsor ខេត្ត Ontario ប្រទេសកាណាដាក៏ហើយស្រស់ស្រាយតែម្ដងនេះឥឡូវនេះយើងចិត្តដល់កម្មវិធីវិសាខបូជាទៀតហើយក៏ថ្ងៃទី1ទី2នេះគឺវិសាខបូជាទៀតតែម្ដងដូច្នេះហើយគឺកម្មវិធីយើងគឺច្រើនបន្តគ្នាដល់រដូវក្តៅចឹងនេះកន្លែងតុកភិចនិចអង្គុយលេងតុកភិចនិចអង្គុយលេងនេះអង្គុយមកញាតិញោមចង់មកថតអីមកបាននេះមកអង្គុយនៅកន្លែងតុកនេះឲ្យថតស្អាតក៏ស្អាតតែម្ដងពួកអីផ្កាប្រជុំវិញនោះនេះផ្កានៅកន្លងជុំវិញតុកទាំងអស់ហ្នឹងអញ្ចឹងទៅអាចថតឲ្យអីបានស្អាតនេះមកជុំតែម្ដងនេះមកចេះត្រឲ្យមកជុំនេះ90ដឺក្រេជុំបរិវេណហ្នឹងតែម្ដងនេះថតចឹងមកការតិចការឡើងដល់អញ្ចឹងចិត្តល្មមកាត់ស្មៅតែមើលផ្កាចេះនេះកាត់ផ្កាឲ្យស្អាតអីសិនកាត់ទៀតប្រងនេះប្រងទៀតប្រងហ្មង Dandelion លំអទីអារាមរបស់យើងបានស្អាតហើយនេះឃើញស្រស់ត្រកាលតែម្ដងស្រស់ត្រកាលស្រស់បំប្រងលឿងអុកស្រស់ស្រាយថ្ងៃនេះអាកាសធាតុបានឡើងកម្ដៅ23អង្សាបង23អង្សា23អង្សាក្តៅគួរសមនេះក្តៅល្អវាជិះកង់គេហាត់ត្រៃដើរពេញទាំងអស់លេងបរិវេណក៏នេះកន្លែងយើងធ្វើកម្មវិធីកាលចូលឆ្នាំហ្នឹងក៏មកធ្វើរៀបចំវិញនេះព្រាតជុំវិញនេះលឿងល្អុកតែម្ដងនេះស្អាតមានតាណាក៏ផ្កាដែរខែនេះដើមរដូវផ្ការីកនេះគឺស្រស់ស្អាតតែម្ដងមានទិសណាក៏ផ្កាទិសណាក៏ផ្កាទាំងអស់ប្រងព្រាតប្រងតែម្ដងជុំវិញកត់ជុំវិញវត្តយើងនេះស្អាតនេះទាំងអស់នេះបងលំអផ្កាពេញជាប់ជាមួយនឹងព្រះវិហារយើងនេះបងព្រះវិហារវត្តយើងនេះគឺបានផ្កា Dandelion លំអដើមឆ្នាំសិនទៅរកមកយើងដាំបានដាំអាផ្កាយើងធម្មជាតិស្រស់ស្អាតខាងមុខដំណាក់កាលដំបូងគឺយើងបានផ្កា Dandelion នេះសម្រាប់លំអបងទីអារាមរបស់យើងនេះទីអារាមទីយើងឲ្យបានស្អាតស្រស់បំប្រងតែម្ដងប្រងស្រស់ត្រកាលតែម្ដងហ្នឹងពរជូនពរឆ្នាំថ្មីពរសុខសប្បាយសំណាងល្អស្រៀបល្អគ្នាគ្រាន់តែ live បង្ហាញញាតិញោមពុទ្ធបរិស័ទយើងទស្សនាក៏ដើមរដូវផ្ការិចតំបន់ក្រុង Windsor Ontario កាណាដានេះមិនដឹងទេក៏ការបានពរលាសុខសប្បាយសំណាងល្អសុខល្អ